តតែឃើញសិនសៀងខ្លាយជាទេវតាភ្លើងទើបដឹងថាគេខ្លាំងដូចបិសាចកម្រិតណាគ្រាន់តែហាត់បាន2ថ្ងៃតែពេលប្រជុំមុខនឹងក្បាច់ពិសេសរបស់សិនយីហានគេគ្រាន់តែសម្លឹងមើលប៉ុណ្ណោះកៅទឹកក៏ប្រវែង100ម៉ែត្របានបែកខ្ទេចភ្លាមសិនយីហានក៏ត្រូវប៉ាំងថយក្រោយជាច្រើនម៉ែត្រដែរបន្ទាប់មកគេគ្រាន់តែគ្រវីដៃការវាប្រហារដែលដាំឡើយជារបស់សិនយីហានត្រូវបានគ្រប់គ្រងភ្លាមខ្យល់ព្យុះនាគឈាមបានប្រែទៅជាខ្យល់ព្យុះនាគភ្លើងសិនយីហានចង់រត់គេចតែឃើញថាហួសពេលទៅហើយគេគ្រាន់តែធ្វើកាយវិការទីងថ្នមរាងកាយរបស់សិនយីហានបាត់បង់ការគ្រប់គ្រងភ្លាមត្រូវអណ្ដាតភ្លើងលេបត្របាក់យ៉ាងខូចខើពេលដែលគេចង់ក្រោកឈុំដងទៀតអ្វីដែលស្វាគមន៍គេគឺមានតែភ្លើងឯងនឹងហើយសិនយីហ៊ានចាញ់ហើយអាចនិយាយបានថាចាញ់យ៉ាងអាម៉ាស់បំផុតទីបំផុតសិនសៀងបានឈ្នះការប្រកួតក្នុងត្រកូលរក្សាតំណែងមេត្រកូលឲ្យឪពុកបានសម្រេចប៉ុន្តែដោយអចេតនាបានប៉ះពាល់ដល់ផលប្រយោជន៍របស់មនុស្សមួយចំនួនជំហានបន្ទាប់តើលោកមានគម្រោងយ៉ាងណាសិនធានហ៊ូអាចបន្តតំណែងបានក៏ព្រោះតែក្មេងនោះដាស់សរសៃវិញ្ញាណបានបើចង់កំទេចត្រកូលសិនត្រូវតែកំទេចក្មេងនោះជាមុនសិនតាមពិតទៅអ្វីដែលយ៉ាវធានហ៊ូកំពុងរៀបគម្រោងមិនមែនមានតែត្រកូលសិននោះទេគេចង់បង្រួបបង្រួមត្រកូលទាំងអស់នៃកងកម្លាំងណានអ៊ូដូច្នេះឪពុកត្រកូលស៊ីចង់ការពារត្រកូលស៊ីរៀបប្រកាសនៅថ្ងៃស្អែកពេលអធិរាជនីអាណាចក្រស៊ុបមកដល់ថានឹងឲ្យស៊ីសៀនរៀបការចូលក្នុងត្រកូលយ៉ាវក្នុងពេលជាមួយគ្នានោះដែរសិនសៀងដែលប្រើកម្លាំងហ៊ូកម្រិតក្នុងការប្រកួតបានដឹងខ្លួនហើយប៉ុន្តែរឿងដែលគេបារម្ភបំផុតទីបំផុតបានមកដល់ហើយស៊ូមេយ៉ាវដោយសារតែឲ្យគេខ្ជិលកម្លាំងធ្វើឲ្យប្រលឹងរងរបួសនាងបានធ្លាក់ចូលក្នុងដំណេកដ៏ជ្រៅប៉ុន្តែរឿងនេះបានដាស់ស្មារតីប្រយុទ្ធរបស់សិនសៀងព្រោះតតែគេខ្លាំងទើបអាចជួយឲ្យស៊ូមេយ៉ាវឆាប់ញាក់ឡើងវិញដូច្នេះគេហាត់កាន់តែខ្លាំងជាងមុនទៅទៀតបងស្រីបៃតាមរយៈការស្រូបយករន្ទះដោយប្រើកម្លាំងនាខៀវតើខ្ញុំអាចដាស់ធាតុរន្ទះបានទេបានឲ្យតែមិនខ្លាចស្លាប់ទទួលបានចម្លើយដែលចង់បានសិនសៀងបញ្ចេញសរសៃវិញ្ញាណទីរន្ទះចូលខ្លួនភ្លាមទង្វើមិនខ្លាចស្លាប់នេះធ្វើឲ្យបៃយោដែលជាអ្នកខ្លាំងកម្រិតអាទិទេពចាប់អារម្មណ៍ទោះបីជាធ្វើបែបនេះធ្វើឲ្យគេឈឺចាប់ខ្លាំងក៏ដោយប៉ុន្តែល្បឿននៃការហាត់របស់គេពិតជាកើនឡើងយ៉ាងលឿនទោះជាយ៉ាងនេះក្តីការហាត់របស់សិនសៀងនៅតែមិនទាន់លឿនស្មើនឹងគ្រោះថ្នាក់ដែលកំពុងពេលនេះយ៉ាវធានហ៊ូបានមកដល់មុខផ្ទះទៀតហើយសំណាងល្អលើកនេះគេមិនមែនមកលួចសម្លាប់ទេគឺមកណាត់ប្រកួតគេចង់សម្លាប់សិនសៀងនៅចំពោះមុខគ្រប់ត្រកូលក្នុងរយៈពេល3ថ្ងៃទៀតដើម្បីសម្រេចជំហានដំបូងនៃការបង្រួបបង្រួមណានឆឹងការណាត់ប្រកួតនេះគូដណ្ដឹងរបស់គេក៏បានឬដែរប៉ុន្តែឪពុកត្រកូលស៊ីមិនព្រមឲ្យកូនស្រីចេញទៅក្រៅទេធ្វើឲ្យស៊ីសៀនសម្រេចចិត្តវាបំបែកចេញទៅហើយការប្រយុទ្ធនេះក៏បានទាក់ទាញការចាប់អារម្មណ៍ពីអធិរាជនីអាណាចក្រស៊ូគិតទៅអាយុនៅក្មេងសោះតែអាចគ្រប់គ្រងធម្មពលជីបានយ៉ាងស្ទាត់ជំនាញពិតជាស័ក្តិសមជាសិស្សដែលខ្ញុំពេញចិត្តមែនសូមគោរពអធិរាជនីអាណាចក្រស៊ូ